ดเรียนชีวิตมีในวิจมีนที่กลับไปเชียมึงกันสิกอ ហេតុអ្វីត្រូវលាងជាតិប្រៃនៅដើមរដូវមុនពេលបញ្ចុះពូជលើស្រែស្រូវពគាតើវិធីលាងជាតិប្រៃដើមរដូវយ៉ាងណាទៅទើបប្រកបដោយប្រសិទ្ធភាពខ្លឹមសារជាក់ស្ដែងនៅត្រូវបានសាស្ត្រាចារ្យបណ្ឌិតងៀងបាវែណែនាំល្មិតជម្រាបសួរបងប្អូនប្រជាកសិករនិងទស្សនិកជនដែលកំពុងទស្សនាកម្មវិធីខ្ញុំនឹងណែនាំបងប្អូនអំពីរបៀបលាងជាតិប្រៃដើមរដូវមុនពេលបញ្ចុះពូជស្រូវក្នុងរូបមន្តដាំដុះលើស្រែស្រូវពគាមុននឹងបញ្ចុះទឹកប្រៃមកចិញ្ចឹមពគាខ្លាបើបងប្អូនទុកឲ្យដីប្រេះរួចបញ្ចុះទឹកប្រៃមកចិញ្ចឹមពគាខ្លានោះច្បាស់ជាដល់រដូវធ្វើស្រែបងប្អូននឹងជួបការលំបាកយ៉ាងខ្លាំងពីការលាងជាតិប្រៃព្រោះជាតិប្រៃបានជ្រាបជ្រៅចូលទៅក្នុងដីទៅហើយដូច្នោះហើយទោះបីជាដីមានជាតិប្រៃច្រើនឬតិចគឺនៅដើមរដូវវស្សាបងប្អូនចាំបាច់ត្រូវលាងជាតិប្រៃយ៉ាងសកម្មដើម្បីកាត់បន្ថយកម្រិតប្រៃនៅក្នុងដីទើបដើមស្រូវរបស់យើងអាចរស់បានដោយបងប្អូនដឹងស្រាប់ហើយថារូបមន្តធ្វើស្រែស្រូវពគានេះមានតាំងពីយូរយារណាស់មកហើយនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គប៉ុន្តែនៅកន្លែងខ្លះបន្ទាប់ពីដាំដុះបានមួយរយៈដើមស្រូវក៏លាចាក់ចេញទៅវិញមូលហេតុមកពីអ្វីពគាត្រូវការតែទឹកប្រៃប៉ុន្តែទោះជាដីទឹកសាបឬទឹកប្រៃពគានៅតែរស់បានបងប្អូនឃើញថាមានកន្លែងខ្លះគេប្រើក្រណាត់ផ្លាស្ទិកទ្រាប់នៅក្រោមបាតដើម្បីរក្សាទឹកប្រៃចិញ្ចឹមពគាព្រោះពគាត្រូវការទឹកប្រៃដើម្បីរស់ប៉ុន្តែចំពោះដំណាំស្រូវវិញមិនត្រឹមតែត្រូវការទឹកសាបប៉ុណ្ណោះទេហើយដីនៅខាងក្រោមក៏ត្រូវការសាបផងដែរដូច្នោះពេលចិញ្ចឹមពគាបងប្អូនបញ្ចូលទឹកប្រៃទុកឲ្យជាតិប្រៃជ្រាបចូលជ្រៅទៅក្នុងដីហើយកំណត់ជាអំបិលមួយឆ្នាំបន្តិចធ្វើឲ្យកម្រិតប្រៃនៅក្នុងដីកាន់តែកើនឡើងជាច្រើនឆ្នាំបន្តម្ល៉េះហើយមានតំបន់ដីសាបរាប់រយឆ្នាំបងប្អូនអាចដាំស្រូវបានពេញមួយឆ្នាំប៉ុន្តែនៅពេលដែលធ្វើស្រែស្រូវពគាមិនបានហ្មត់ចត់នឹងនាំឲ្យប្រែជាដីប្រៃទៅវិញហើយដំណាំស្រូវត្រូវលាចាក់ចេញទៅដូច្នោះរូបមន្តស្រូវស្រែពគាលែងមានតទៅទៀតហេតុនេះក្នុងការលាងជាតិប្រៃលើដីស្រែកត្តាមួយទៀតដែលបងប្អូនត្រូវយកចិត្តទុកដាក់គឺចាំបាច់ត្រូវលាងជាតិប្រៃយ៉ាងឆាប់រហ័សនៅទីនេះគឺតនពេលវេលាដើម្បីដល់ពេលភ្លៀងធ្លាក់មកហើយការលាងជាតិប្រៃក៏ចប់សពគ្រប់ហើយទើបយើងអាចដាំស្រូវបានតែប្រសិនបើពេលវេលានៃការលាងជាតិប្រៃយឺតអស់បន្លាយហើយយើងសាប់ព្រោះយឺតដល់ពេលចុងរដូវដាំដុះរដូវប្រាំងមកដល់ទឹកប្រៃចាប់ផ្ដើមហូរចូលមកពេលនោះស្រូវក៏រយនៅចុងបញ្ចប់នៃរដូវដូច្នោះហើយការលាងជាតិប្រៃត្រូវដំណើរការឲ្យបានលឿនពោលគឺធ្វើម្ដេចឲ្យកំហាប់អំបិលនៅក្នុងដីត្រូវកាត់បន្ថយឲ្យបានលឿនព្រមជាមួយនោះពេលវេលាលាងត្រូវឆាប់រហ័សទើបសម្រេចបាននៅតម្រូវការក្នុងការដាំដុះស្រែស្រូវពគាដើម្បីឲ្យការលាងជាតិប្រៃមានប្រសិទ្ធភាពនិងឆាប់រហ័សយើងខ្ញុំស្នើបងប្អូនធ្វើដូចតទៅនេះជាបឋមមុននឹងលាងជាតិប្រៃយើងត្រូវភ្ជួរត្រឡប់សតប់ដីខាងលើមិនចាំបាច់ភ្ជួរជ្រៅនោះទេបងប្អូនប្រើម៉ាស៊ីនភ្ជួរជម្រៅប្រមាណ7ដល់8ហ៊ុន7ដល់8សង់ទីម៉ែត្រពីផ្ទៃខាងលើស្រែភ្ជួរជម្រៅនេះដើម្បីពេលដែលយើងបញ្ជូតទឹកសាបពីទន្លេព្រែកឬទឹកភ្លៀងទៅក្នុងស្រែទឹកសាបត្រូវជ្រាបកាត់សតប់ដីនេះទើបការលាងជាតិប្រៃមានប្រសិទ្ធភាពនោះជាចំណុចទី1ដែលខ្ញុំគិតថាបងប្អូនចាំបាច់ត្រូវធ្វើពោលគឺត្រូវភ្ជួរត្រឡប់ដីបន្ទាប់មកបងប្អូនក៏ត្រូវគប់ផ្សំការលាងជាតិប្រៃនិងការដេញជាតិប្រៃនេះជាបញ្ហាដែលខ្ញុំគិតថាបងប្អូនច្រើនតែមិនសូវចាប់អារម្មណ៍ពេលដែលជាតិប្រៃជ្រៀតចូលទៅក្នុងវាស្រែហើយជាតិប្រៃនឹងច្បាមជាប់ផ្ទៃខាងលើនៃកៅអិតឬដីឥដ្ឋនេះព្រោះជាតិប្រៃមានសារធាតុសូយ៉ូមដែលផ្ទុកអ៊ីយ៉ុងវិជ្ជមានហើយកៅដីឥដ្ឋនេះផ្ទុកអ៊ីយ៉ុងអវិជ្ជមានហេតុនេះវិជ្ជមាននិងអវិជ្ជមានជួបគ្នាវានឹងផ្សារជាប់ស្អិតរមួតរឹងមាំនៅផ្ទៃខាងលើនៃដីស្រែពេលដែលបងប្អូនបូមទឹកភ្លៀងឬទឹកទន្លេឡើងមកលាងទឹកសាបនោះអណ្ដែតតែនៅលើផ្ទៃខាងលើនៃដីស្រែប៉ុណ្ណោះដូច្នោះការលាងជាតិប្រៃ
ប្រព្រឹត្តទៅយ៉ាងយឺតយ៉ាវហើយការលាងជាតិប្រៃបានតិចតួចណាស់ហេតុដូច្នោះហើយត្រូវគប់ផ្សំជាមួយវិធានការដេញជាតិប្រៃដេញជាតិប្រៃគឺត្រូវធ្វើម្ដេចដោះជាតិប្រៃឲ្យចេញផុតពីដីដោះជាតិប្រៃនៅទីនេះមិនមែនប្រើកម្លាំងច្រានចេញដោយមេកានិកនោះទេតែទៅប្រើអ៊ីយ៉ុងដើម្បីដោះវាចេញជាតិប្រៃមានសារធាតុសូដ្យូមដែលផ្ទុកអ៊ីយ៉ុងវិជ្ជមានម្ល៉េះហើយយើងត្រូវប្រើកាល់ស្យូមដើម្បីដោះជាតិប្រៃព្រោះកាល់ស្យូមផ្ទុកអ៊ីយ៉ុងវិជ្ជមានដូចគ្នានឹងជាតិប្រៃតែវ៉ាឡេនស៊ីនៃសារធាតុកាល់ស្យូមខ្លាំងជាងសូដ្យូមជាតិប្រៃដល់ទៅ2ដងដូច្នេះពេលដែលកាល់ស្យូមត្រូវបានដាក់ចូលទៅក្នុងដីកាល់ស្យូមនឹងជ្រាបចូលទៅក្នុងដីយ៉ាងខ្លាំងហើយរុញច្រានសូដ្យូមជាតិប្រៃចេញផុតពីដីពេលនោះយើងគ្រាន់តែយកទឹកសាបមកបង្ហូរកាត់ដីស្រែនោះយើងបានលាងជាតិប្រៃប្រកបដោយប្រសិទ្ធភាពរបៀបនេះហាក់ដូចជាយើងដាក់សាប៊ូបោកខោអាវអញ្ចឹងកាលពីមុនពេលបោកខោអាវដោយគ្មានសាប៊ូបងប្អូនត្រូវយកខោអាវមកទន្លេហើយប្រើកម្លាំងគក់បោករុញជាតិអំបិលក្នុងញើសចេញពីសម្លៀកបំពាក់របស់ខ្លួនតែឥឡូវនេះយើងប្រើសាប៊ូរុញអំបិលចេញតាមវិធីគីមីហើយបន្ទាប់មកគ្រាន់តែបោកទឹកម្ដងឬពីរដងអំបិលប្រៃនៃញើសក្នុងសម្លៀកបំពាក់នឹងចេញផុតទៅអស់ដូច្នេះការគូផ្សំគ្នារវាងការលាងជាតិប្រៃនិងការដេញជាតិប្រៃគឺជាបញ្ហាដែលខ្ញុំគិតថាបងប្អូនត្រូវតែចាប់អារម្មណ៍យកចិត្តទុកដាក់ដូច្នេះតើធ្វើម្ដេចមានសារធាតុកាល់ស្យូមក្នុងជីសញ្ញាក្បាលក្របីសម្រាប់ដីជូរនិងប្រៃមានសារធាតុកាល់ស្យូមយ៉ាងច្រើនហើយក្នុងកបោក៏មានកាល់ស្យូមផងដែរហេតុនេះបងប្អូនមុននឹងចូលទឹកទៅលាងជាតិប្រៃបងប្អូនគួរប្រើជីសញ្ញាក្បាលក្របីសម្រាប់ដីជូរនិងប្រៃហើយរាយស្មើទៅលើផ្ទៃដីស្រែពោលគឺបន្ទាប់ពីភ្ជួរស្រែរួចយើងដាក់ជីសញ្ញាក្បាលក្របីសម្រាប់ដីជូរនិងប្រៃឬកបោរួចបញ្ចូលទឹកច្រានជាតិប្រៃចេញពីស្រែបានយ៉ាងឆាប់រហ័សដើម្បីច្រានជាតិប្រៃចេញពីស្រែប្រកបដោយប្រសិទ្ធភាពបញ្ហាប្រឡាយចង្អុលជាទីចាំបាច់បំផុតសម្រាប់លាងជាតិប្រៃចេញអស់ពីស្រែរបស់យើងទំហំប្រឡាយចង្អុលនិងរបៀបជីកចង្អុលយ៉ាងដូចម្ដេចយើងខ្ញុំសូមស្នើបងប្អូនមើលវីដេអូឃ្លីបអំពីរបៀបធ្វើចង្អុលក្នុងកម្មវិធីនេះដើម្បីធានារបៀបធ្វើឲ្យបានត្រឹមត្រូវចំណុចមួយទៀតគឺពេលដែលលាងជាតិប្រៃបងប្អូនត្រូវមានទឹកសាបគ្រប់គ្រាន់ដូចជាសម្លៀកបំពាក់របស់យើងត្រូវបោកទឹកពី3ដងទើបជ្រះស្អាតបានដូច្នេះចាំបាច់ត្រូវមានទឹកសាបគ្រប់គ្រាន់បងប្អូនពិនិត្យមើលទឹកទន្លេបើវាសាបហើយឬក៏មានទឹកភ្លៀងគ្រប់គ្រាន់ហើយទើបយើងគិតដល់ការលាងជាតិប្រៃបងប្អូនត្រូវចងចាំថាតើតែមានទឹកសាបគ្រប់គ្រាន់ទើបដំណើរការលាងប្រៃតែបើគ្មានទឹកសាបគ្រប់គ្រាន់ទេបងប្អូនមិនអាចលាងជាតិប្រៃបានឡើយបញ្ហានេះបងប្អូនគួរតែចងចាំចំណុចចុងក្រោយមួយទៀតដែលយើងខ្ញុំស្នើឲ្យចងចាំគឺថ្មីត្បិតតែបងប្អូនបានលាងជាតិប្រៃតាមលំដាប់លំដោយត្រឹមត្រូវដូចខ្ញុំបានរៀបរាប់ខាងលើហើយតែមុននឹងសាបព្រោះបងប្អូនត្រូវត្រួតពិនិត្យមើលកម្រិតប្រៃម្ដងទៀតរបៀបជីកដណ្ដើសម្រាប់ត្រួតពិនិត្យត្រូវធ្វើយ៉ាងដូចម្ដេចបងប្អូនទស្សនាវីដេអូឃ្លីបណែនាំពីរបៀបវាស់ pH នៅដើមរដូវបើយើងវាស់តែកម្រិត pH មួយប៉ុណ្ណោះគឺវាមិនគ្រប់គ្រាន់ទេបងប្អូនត្រូវវាស់ជាតិប្រៃនៅក្នុងវាលស្រែផងដែររបៀបជីកដណ្ដើដើម្បីវាស់កម្រិត pH និងជាតិប្រៃបងប្អូនគួរតែមើលក្នុងវីដេអូឃ្លីបនេះពេលដែលបងប្អូនវាស់ជាតិប្រៃឃើញកម្រិតប្រៃស្ថិតនៅក្រោម 1/1000 គឺបងប្អូនអាចសាបព្រោះគ្រាប់ពូជបានហើយតែយកល្អបំផុតគឺទាបជាង 0.5% ក្នុងករណីដែលកម្រិតប្រៃខ្ពស់ជាង 1/1000 បងប្អូនដំណើរការលាងជះជាតិប្រៃម្ដងទៀតតាមរៀបរាប់ខាងលើដើម្បីធានាឲ្យកម្រិតប្រៃស្ថិតនៅក្រោម 1/1000 ដល់ពេលនេះបងប្អូនអាចទុកចិត្តបានថាលើស្រែស្រូវបង្គារបស់យើងដំណាំស្រូវនឹងលូតលាស់បានល្អជូនពរឲ្យបងប្អូនទទួលបានជោគជ័យសូមជម្រាបលាបងប្អូនវិធីលាងជាតិប្រៃនាដើមរដូវមុនពេលសាបព្រោះពូជលើដីស្រែស្រូវបង្គាភ្ជួរត្រឡប់ដីទៅខាងលើដើម្បីឲ្យទឹកលាងជ្រាបឆ្លងកាត់ដីភ្ជួរត្រឡប់ដីជម្រៅប្រហែល 7-18 សង់ទីម៉ែត្រនៃផ្ទៃដីខាងលើដេញជាតិប្រៃដែលដាក់ជីសញ្ញាក្បាលក្របីសម្រាប់ដីជួរប្រៃឬប្រើកំបោរសារធាតុកាល់ស្យូមដែលមាននៅក្នុងជីសម្រាប់ដីជួរប្រៃនេះឬកបោគឺវាផ្ទុកអ៊ីយ៉ុងវិជ្ជមានដែលនឹងរុញច្រានជាតិប្រៃនៃសូដ្យូមឲ្យចេញផុតពីកាវដីហើយទឹកនឹងហូរនាំជាតិប្រៃចេញពីស្រែដោយងាយស្រួលដើម្បីឲ្យការលាងជាតិប្រៃប្រកបដោយប្រសិទ្ធភាពចាំបាច់ត្រូវមានបន្លាយចង្អុលដែលមានទំហំ 20x20 សង់ទីម៉ែត្រចម្ងាយពីគ្នា 6-9 ម៉ែត្រនៃចង្អុលនីមួយៗ
មានទឹកសាបទន្លេឬទឹកភ្លៀងគ្រប់គ្រាន់សម្រាប់លាងជាតិប្រៃពិនិត្យកម្រិតប្រៃមុនពេលសាក់ព្រោះពូជការជីករណ្ដៅដូចគ្នានឹងរណ្ដៅសម្រាប់វាស់ pH នៅដើមរដូវប្រើឧបករណ៍វាស់កម្រិតប្រៃនៅក្នុងដីកម្រិតប្រៃក្រោម 1/1000 គឺល្អសម្រាប់ការសាក់ព្រោះតែយកល្អបំផុតគឺនៅ 0.5/1000 ចុះមកក្រោមជាសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាកសិករ